វីដេអូមួយនេះគឺបង្ហាញអំពីសកម្មភាពដែលខ្ញុំបានទៅទិញសម្ភារៈសិក្សាដែលខ្ញុំបានជំពាក់សន្យាជាមួយនឹងក្មេងស្រីម្នាក់កាលដែលខ្ញុំបានទៅចូលឆ្នាំហើយក្មេងស្រីម្នាក់នោះគឺជាមនុស្សម្នាក់ដែលឲ្យខ្ញុំ flashback មានថាមើលទៅឃើញពីខ្លួនឯងកាលដែលខ្ញុំនៅក្មេងតែងតែឲ្យរហស្សនាមកូននឹងថាជាខ្ញុំកាលដែលនៅតូចដោយសារអីគឺអត្តចរិតស្តៀងគ្នាណាចូលចិត្តរៀនខំប្រឹងសិក្សារៀនសូត្រឲ្យតែកន្លែងណាដែលគេនិយាយពីរឿងរៀន free ឬមួយក៏ទៅរៀនគឺជាក្មេងម្នាក់ដែលចង់ទៅចង់ចេះចង់ដឹងមានភាពក្លាហាននៅក្នុងខ្លួនបើនិយាយពីពេលរៀនបើសិនជាទៅរៀនប្រឡងណាគេបានបន្ទុកខ្ពស់គឺថាអត់សប្បាយចិត្តទេមកវិញដឹងតែយំប្រាប់ម៉ាក់អីអញ្ចឹងហើយបានម៉ាក់តែងតែឲ្យរហស្សនាមថាជាមីនីរបស់ខ្ញុំគឺជាខ្ញុំដែលនៅពីតូចហើយក្មេងម្នាក់នោះគឺជាក្មួយស្រីរបស់ខ្ញុំលីតាហើយវីដេអូមួយនេះមីងគ្រាន់តែចង់ធ្វើវីដេអូនេះដើម្បីប្រាប់បើសិនជាថ្ងៃណាមួយអូនបានឃើញវីដេអូមួយនេះឬក៏ឃើញតាមរយៈអីមួយមីងចង់ប្រាប់ថាត្រូវតែខំប្រឹងរៀនទោះបីជាមានរឿងអីក៏ដោយកុំចោលការសិក្សាឲ្យសោះកាដូមួយនេះវាតិចតួចឯងវាគ្រាន់តែជាកាដូតិចតួចដែលមីងដកលុយសំដែលមីងសំទិញឲ្យអូនដោយសារតែមីងឃើញថាអូនជាមនុស្សពូកែហើយខិតខំប្រឹងសិក្សាប៉ុន្តែនៅក្នុងហ្នឹងក៏មិនមែនឲ្យតែលីតាមួយដែរក៏មានក្មួយខ្ញុំ2នាក់ទៀតដែរគាត់ថា2នាក់ទៀតគឺអត់សូវខំប្រឹងរៀនទេអញ្ចឹង2នាក់ទៀតអត់សូវបានច្រើនក៏អត់សូវបានការសរសើរពីខ្ញុំដូចលីតាដែរមិនខ្ញុំលំអៀងទេប៉ុន្តែ2នាក់ទៀតគឺពិបាកមាត់ប៉ុន្តែស្រឡាញ់ស្មើគ្នាទាំងអស់ទេគាត់ថាស្រឡាញ់លីតាជាងហើយអត្ថន័យក៏ដូចជាវីដេអូមួយនេះក៏គ្រាន់តែជាការចងក្រងទុកនៅអនុស្សាវរីយ៍ក៏ដូចជាពាក្យពេចន៍ឬក៏សម្ដីខ្លះៗដែលមានចង់និយាយជាមួយអូនគឺចង់ឲ្យអូនខំប្រឹងរៀនចង់ឲ្យអូនក្លាយជាមនុស្សពូកែក្លាយជាក្មេងស្រីម្នាក់ដែលរឹងមាំដល់ថ្ងៃមុខហើយប្រឹងតស៊ូជំនះយ៉ាងណាដើម្បីអនាគតខ្លួនឯងបើទោះជាយើងមាន background យ៉ាងណាក៏ដោយមីងពិតជាសប្បាយចិត្តដែលឃើញអូនខិតខំប្រឹងរៀនអូនចង់ចេះចង់ដឹងអូនតែងសម្រេចថាអូនចង់មករៀនវិញដូចមីងដែរចង់ទិញអីដែលខ្លួនឯងចង់បានឬក៏ចង់ដើរលេងទៅណាជាពិសេសអូនចង់ដើរលេងទៅក្រៅប្រទេសចង់ជិះយន្តហោះអីចឹងទៅចឹងមីងជូនពរនៅអីដែលអូនចង់ហើយមីងក៏ផ្ដាំថាកុំភ្លេចបំផុតគឺការសិក្សាមានតែការសិក្សាមួយទេដែលអាចជួយអូនទៅអនាគតបានហើយជួយអូនសម្រេចគោលបំណងអីដែលអូនពងហើយវីដេអូនេះក៏ផ្ដាំផ្ញើដល់បញ្ញាមួយនឹងចេញដែរមីងនិយាយពីលីតាមិនមានស្រឡាញ់តាលីតាទេប៉ុន្តែចេញនឹងបញ្ញាក៏មានស្រឡាញ់ពីគ្នាដែរគ្រាន់តែថាមីងចង់ប្រាប់ថាមានតែការសិក្សាមួយទេដែលអាចជួយយើងបានអាចជួយយើងរកការងាររកលុយដែលឲ្យយើងចង់ទិញអីដែលយើងចង់ទិញឬក៏ជាតែចំណេះដឹងមួយដែលអាចធ្វើឲ្យយើងមានការងារល្អទៅថ្ងៃអនាគតបានហើយរឿងមួយទៀតដែលមានចង់និយាយគឺត្រូវចេះស្រឡាញ់គ្នាត្រូវចេះបារម្ភគ្នាត្រូវចេះយកចិត្តទុកដាក់ជាមួយគ្នាកុំឆ្លោះគ្នាកុំរោរឿងគ្នាកុំធ្វើឲ្យអ្នកទិញពិបាកចិត្តមួយវិញទៀតមានដឹងថាបងអូននៅក្មេងបងអូនអត់ទាន់ដឹងអត់ទាន់យល់អីដែលយើងកំពុងតែជួបទេប៉ុន្តែមានសង្ឃឹមថានៅពេលដែលអូនធំជាងនេះអូននឹងយល់ថាអីដែលមាននិយាយគឺសុទ្ធតែចង់ឲ្យអូនល្អទេឈប់ដល់វគ្គ emotional ហើយវីដេអូមួយនេះគឺមានដូចចាប់ឆាយចង់មានទាំង emotional ហើយនេះគឺវគ្គវីដេអូខ្ញុំកាត់តខ្លួនឯងចូលដល់ការនិយាយរ៉ាប់របស់ខ្ញុំ voice over អញ្ចឹងទៅហើយបន្តិចទៀតខ្ញុំនឹងចាក់សំឡេងរបស់ពួកគាត់ឲ្យគាត់បានទទួលក៏ដូចអីដែលខ្ញុំផ្ញើឲ្យគាត់ហើយទៅគាត់បើក unboxing អីចឹងណាហើយតែគាត់និយាយ voice មកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាជាទឹកចិត្តទី1របស់ខ្ញុំប៉ុន្តែនៅពេលដែលគាត់និយាយមកវាធ្វើឲ្យខ្ញុំសប្បាយចិត្តហើយខ្ញុំមានអារម្មណ៍ថាអីទីទោះបីជាអត់បានជួយអីច្រើនក៏យើងអាចជួយឲ្យគាត់សប្បាយចិត្តឲ្យគាត់មានកម្លាំងចិត្តដើម្បីបន្តនៅការខិតខំប្រឹងប្រែងរបស់គាត់ទៅជាមួយនឹងការសិក្សាទៅជាមួយនឹងអីចឹងទៅហើយចូលដល់វីដេអូរបស់យើងគឺជាសកម្មភាពដែលខ្ញុំកំពុងតែវេចខ្ចប់អីវ៉ាន់ហើយខ្ញុំទៅទិញរហូតដល់2វគ្គអញ្ចឹងដល់ពេលខ្ញុំយកមកហើយខ្ញុំយករបស់ដាក់ចូលអស់ហើយបន្ទាប់មកខ្ញុំធ្វើការបិទស្គុតបិទអីហើយខ្ញុំយកទៅផ្ញើអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីមើលខ្ញុំវេចខ្ចប់ហើយខ្ញុំនឹងទៅបង្ហាញក៏ដូចជាបង្ហាញពី voice អីចឹងណាពីរឿងរ៉ាវដែលខ្ញុំបានសម្រាប់ថាខ្ញុំនឹងទិញកាដូនឹងឲ្យគាត់អញ្ចឹងណាតែពេលឡើយវា like feel good បានមួយយ៉ាងប្រសើរ គេរៀនយូរណាស់ណាគេឲ្យទៅប្រឡង3ថ្ងៃគ្នាប្រហែល10នាក់នោះទៅប្រឡង3ថ្ងៃគេបានអាវ2
ហើយគេបានដើរមកដើរហូបដើរញ៉ាំមកហូបញ៉ាំអុយទៅគេបានមួយទឹកអាំងគេបានអុយទៅមកដល់គេសរសើរសញ្ញាបាត់អូគេរុំទុំខ្លួនក៏ទៅពីតូច អរគុណមីងបានអានមួយពេញរបស់ស្អាតៗមីងគុណមីងសូមមីងអេរៀនឆ្លាតរស់ស៊ីមានបានលុយច្រើនហូរហៀមីងខ្ញុំល្អលើទូលមីដៃណាអរគុណមីងច្រើនខ្ញុំមកអុយមីអែមើលអានេះយកលើខ្ញុំនេះហូគុណមីងច្រើនរស់ស៊ីមានបានមានលុយហោចូលហេងចូលចូលទៅឆ្ងាយណាមី